នេះគឺជាសកម្មភាពប៉ុណ្ណឹងថ្ងៃទី2មានខាង Class B និង Class A ក៏ឃើញថាបងកីឡាករយើងទាំងអស់គ្នាឥឡូវអ្នកណាក៏ធ្វើបានរឹតតែល្អហើយបានគោរពជំរាបសួរក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទទៅហើយថ្ងៃនេះផងដែរខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាវីដេអូសកម្មភាពថ្ងៃទី2ប៉ុណ្ណឹងដោយឃើញថាកីឡាករយើងអ្នកណាក៏ធ្វើបានល្អទាំងអស់គ្នាឥឡូវមិនអោយខាត់ពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនរីករាយមកទស្សនាវីដេអូពេញទាំងអស់គ្នាបាទហើយឥឡូវក៏ឈានមកដល់សកម្មភាពប៉ុណ្ណឹងខាង Class B រត់ផ្លូវទី3បាទហើយឥឡូវពួកខ្ញុំក៏ចាប់ផ្ដើមចេញដំណើរទៅហើយបាទឃើញថាលឿនមែនតើឡានមានបងក៏ទៅមុនបន្តិចបាទហើយខ្ញុំមកដល់ចំណុចនេះក៏បានហោះផ្លោងឡើងទាំង4កង់ពុកម៉ែបងប្អូនបាទហើយនេះគឺជារូបភាពពេលដែលឡានបានហោះបាទពុកម៉ែបងប្អូនហើយព្រោះតែខ្ញុំនៅក្នុងឡានខ្ញុំអត់បានថតយករូបភាពខ្លួនឯងទេបានតែដាក់កាមេរ៉ានៅក្នុងថតមើលទៅមុខទេបាទចំពោះរូបភាពនេះខ្ញុំបានសេវមកពីខាងពេជ្រមហាគ្រួសាររថយន្តអស់រ៉ូតដែលគាត់បានផុសនៅលើបណ្ដាញ Facebook បាទអរគុណខាងគាត់មែនតើដែលបានថតបានរូបភាពជាច្រើនទាំងខាងខ្ញុំទាំងខាងកីឡាករផ្សេងច្រើនមែនតើបាទអរគុណគាត់ច្រើនមែនតើហើយឥឡូវក៏ងាកមកនិយាយខាងខ្ញុំវិញម្ដងបន្ទាប់ពីឡានប្រហោះមាញ់គឺឃើញថាធ្លាក់ចុះខ្លាំងមែនតើខ្ញុំមានខ្សែក្រវ៉ាត់ដែរទៅទប់អត់ឈ្នះនៅតែបោកក្បាលបោកច្រមុះបាទបោកច្រមុះទៅលើកាប៊ីនឡានមានណាឡើងខាឈាមក្នុងច្រមុះឈឺមកដល់ផ្ទះវិញរូនទៅលឺក្រែកក្រកតែអត់អីទេឥឡូវលេបថ្នាំបាន5ថ្ងៃក៏ឡើងឈឺឡើងស្គីឡើងលឺហើយបាទបាទហើយលើមកដល់ចំណុចនេះក៏ឃើញថាមានថ្មធំមួយខ្ពស់មែនតើពុកម៉ែបងប្អូនតែអីទេអត់ជាបញ្ហាទេទៅបានដោយរលូនតែរលូននេះផុតកន្លែងថ្មនឹងល្មមក៏ឃើញថាខូចពងមុខបាត់ហើយព្រោះតែអាពេលប្រហោះមាញ់នឹងប្លង់ទាំង4កង់ឡើងខ្ពស់ពេកពេលធ្លាក់មកទៅហឹងហ្នឹងក៏ខូចពងមុខបាត់ទៅហើយឥឡូវតែអត់អីទេថ្មីត្បិតនៅតែពងក្រោយឥឡូវនៅតែបន្តដំណើរចេញទៅបានដោយរលូនបាទ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បាទហើយលើក៏មកដល់ចំណុចកន្លែងចុចបញ្ឈប់នីតិវិញហើយពុកម៉ែបងប្អូនបាទខ្ញុំក៏រត់ចុះទៅចុចនីតិបាទឃើញថាពេលយើងបញ្ឈប់គឺអស់5នាទី20ជាងបាទអមែនតើពុកម៉ែបងប្អូនតែអមិនតាន់បានប្រមាណផងក៏លើរាយការណ៍មកថាត្រូវគៀនឹងកង់ក្រោយដួលបកគោលេខបាទហើយដល់តែអញ្ចឹងទៅពួកខ្ញុំត្រូវជាប់ DNS ទៀតបាទហើយសោកស្ដាយមែនតើហើយឥឡូវខ្ញុំក៏ងាកមកយកសកម្មភាពខាងបងខាងខ្លះ A បាទរត់ផ្លូវទី6ថ្ងៃទី2វិញម្ដងបាទឃើញថាពួកគាត់ធ្វើបានល្អមែនតើបាទសម្រាប់ផ្លូវ S6 នេះគឺឃើញថាពិបាកមែនតើពុកម៉ែបងប្អូនថ្ងៃមុនខ្ញុំមកមើលគឺមានទឹកបាទលើទឹកនៅតិចនៅតែផុកមែនតើតែរឹតតែពិបាកប៉ុន្តែឡានគាត់គឺធ្វើបានល្អមែនតើអត់ឃើញថាប្រើត្រូវនៅចំណុចណាទាំងអស់ពួកគាត់អាចធ្វើបានល្អអស់នីតិតិចមែនតើពុកម៉ែបងប្អូនបាទហើយឥឡូវបន្តិចទៀតនេះនឹងមានឡានបន្តបន្ទាប់ចេញមកម្ដងមួយបាទហើយអញ្ជើញពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទហើយលើក៏ឃើញថាមានរថយន្តមួយគ្រឿងទៀតហើយត្រូវជាប់ផុកបាទមានលេខ5បាទគាត់កំពុងតែប្រើត្រូវឲ្យឡានទៅមុខបាទត្រូវមួយខូចគាត់ប្រើមួយទៀតតែនៅតែមិនអាចសម្រេចបានឡានត្រូវខូចបាទហើយពុកម៉ែបងប្អូនឥឡូវត្រូវយក AX មកស្ទូចចេញបាទហើយបន្ទាប់ពីហ្នឹងក៏មានឡានចេញមកមួយទៀតហើយឡាននេះគឺឡានពូស្មីបាទឃើញថាជន់សាហាវមែនតើពុកម៉ែបងប្អូនបាទបាសកង់មកជាហៀងតែអត់អីទេបាទទៅហើយពុកម៉ែបងប្អូនបាទបន្ទាប់ពីពូស្មីបានចេញទៅរួចហើយឥឡូវក៏ដល់ខាងឡានខុនណេតបាទ BM ការ៉ាស់មានលេខ47បាទចាប់ផ្ដើមមកបាទឥឡូវកំពុងតែនឹងអូសត្រាវចេញប្រើបាទហើយឃើញថាអ្នកខាង Co-driver របស់យើងនេះក៏រត់បានល្អណាស់ដែរបាទរត់តែហ៊ានចលះជើងបន្តិចដឹងតែថាចាច់មុខទៅផុកពេញមុខកម៉ាមហើយតែអត់អីទេគាត់រត់បានល្អមែនតើពុកម៉ែបងប្អូនបាទហើយឥឡូវពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទខាងមុខដូចខ្មែរទេយើងដាក់ខាងនេះតាខាងប្រេងទឹកហើយនិយាយមកដល់ចំណុចកន្លែងនេះវិញពុកម៉ែបងប្អូនបាទឃើញថាពុកម៉ែបងប្អូនគាត់មកទស្សនាគាត់អត់ហូរទេគាត់ថាឡាននឹងអត់មែនខ្មែរដល់ពេលខ្ញុំប្រាប់ថាឡានខ្មែរយើងតើបានពួកគាត់នាំគ្នាហូរក្រេវអញ្ចឹងទៅឃើញថាសប្បាយចិត្តមែនតើពុកម៉ែបងប្អូនដែលខ្មែរយើងតែងតែគ្រប់គ្រងខ្មែរ
បាទឥឡូវឃើញថាចេញមកគ្រឿងទៀតហើយបាទកំពុងតែនឹងតបល់ផុកមើលចំណុចកន្លែងនេះថាគាត់ជាប់ឬក៏មកបានដោយរលូនបាទមកហើយពុកម៉ែបងប្អូនហើយមកហើយលឿនមែនតើអូអត់ជាប់ទេបាទប៉ុនលេខប្រហែលខ្ញុំមើលឃើញទេព្រោះតែប្រឡាក់ផុកអស់ហើយបាទឥឡូវពុកម៉ែបងប្អូនបាទទស្សនាបន្តទាំងអស់គ្នាបាទហើយក៏ដូចជាពុកម៉ែបងប្អូនបានឃើញហើយបាទឡានមកម្ដងមួយអញ្ចឹងឡានមួយមកគឺគៀផុកជាប់ទៅម្ដងតិចអញ្ចឹងឥឡូវកន្លែងចំណុចហ្នឹងឥឡូវគឺផុកក្រាស់មែនតើហើយបាទតែអត់អីទេបងគាត់នៅតែព្យាយាមបាទទោះបីជាផុកក្រាស់គាត់នៅតែអូសត្រើយដូចថាម្ដងមិនបាន2ដង3ដងនៅតែបានទៅរបស់ពួកគាត់ឥឡូវពួកគាត់បានទៅហើយបាទហើយលើងាកមកខ្នេះវិញក៏ឃើញថាឡានបងកីឡាករមកមួយឡានទៀតហើយបាទឃើញថាគាត់កំពុងតែនឹងអូសត្រើយបាទគឺដួលផងអីផងគឺឃើញថាដើរយ៉ាប់មែនតើពុកម៉ែបងប្អូនចាំមើលថាការប្រឹងប្រែងព្យាយាមរបស់គាត់អាចទៅមុខបានល្អអត់ឬក៏យ៉ាងណាចាំទស្សនាទាំងអស់គ្នាពុកម៉ែបងប្អូនបាទតែមកដល់ចំណុចនេះសោកស្ដាយមែនតើពុកម៉ែបងប្អូនហើយឡានរបស់គាត់ត្រូវខូចមិនអាចវិលកង់បានទេត្រូវយកអិចមកស្ទួចអូសឡើងទៅហើយបាទហើយឥឡូវងាកមកខាងនេះវិញក៏ឃើញថាបងកីឡាករបានចេញមកទៀតហើយបាទហើយខ្ញុំសម្រាប់បញ្ចូលសលេងតិចសិនពុកម៉ែបងប្អូនបាទThở nó thì thở. Đây.បាទហើយលើឡើងខាងបងកីឡាករមកមួយទៀតហើយបាទមកដល់ចំណុចនេះគឺថាផុករត់ទៅក្រាស់តែឲ្យដូចខ្ញុំបាននិយាយមិញហើយងាកមកខាង coaster ទៅថាវាបាទតម្រាំតែនឹងអូសខ្សែបានរួចទៅមុខតែសុកស្ដាយមែនតើពុកម៉ែបងប្អូនហើយមកដល់ចំណុចនេះឡានរបស់គាត់ក៏ត្រូវខូចត្រូវ H ស្ទូចអូសឡើងហើយបាទហើយក៏ឃើញថាក្នុងផ្លូវ S6 នេះគឺមានឡានខូចច្រើនគ្រឿងមែនតើពុកម៉ែបងប្អូនបាទហើយងាកមកខាងពួកខ្ញុំវិញគឺខូចទាំង3គ្រឿងមកពុកម៉ែបងប្អូនហើយឥឡូវក៏កំពុងតែនឹងរៀបចំបាទជួសជុលឡានមួយណាក៏ដោះកង់ចេញដែរបាទខូចតែទាំងអស់បើខាងគ្រឿងម៉ាស៊ីនវិញធម្មតាបាទអត់ខូចអីទេហើយបើខាងជើងក្រោមដូចដែរពុកម៉ែបងប្អូនបានឃើញហើយបាទខូចទាំងអស់បាទហើយឥឡូវខ្ញុំក៏ងាកមកថតខាងផ្លូវ S9 S10 បាទហើយឃើញថាទួលខ្ពស់មែនតើពុកម៉ែបងប្អូនទួលនោះគឺមានកម្ពស់ប្រហែលជា7 3ម៉ែត្របាទហើយកលុកក៏ជ្រៅមែនតើដែរបាទហើយវីដេអូដែលប៉ុណ្ណាំងខាង S9 S10 នេះខ្ញុំអត់បានដាក់ចូលក្នុងវីដេអូមួយនឹងទេព្រោះអីវាវែងពេកអញ្ចឹងជួបគ្នានៅវីដេអូក្រោយពុកម៉ែបងប្អូនបាទសកម្មភាពប៉ុណ្ណឹងផ្លូវ S9 S10 បាទហើយក៏សូមអរគុណកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយក៏សូមជូនពរកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អបាទបាយបាយជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាបាទ